លោកមហាសេដ្ឋី Bill Gates បាននិយាយថាបើអ្នកកើតមកក្រមិនមែនជាកំហុសរបស់អ្នកទេតែបើអ្នកស្លាប់ទៅវិញក្រនោះគឺជាកំហុសរបស់អ្នកនៅក្នុងពិធីសោយពូជដ៏អតិកធមនៅឯមហាវិមានប្រជាជនចិនដែលលោកប្រធានស៊ីបានរៀបចំដើម្បីទទួលលោកប្រធានាធិបតីត្រូវយើងឃើញនារីវ័យកណ្ដាលម្នាក់អង្គុយនៅចន្លោះមហាសេដ្ឋីកំពូលរបស់ពិភពលោកពីរនាក់គឺលោក Elon Musk ដែលជាថៅកែរបស់ Tesla និង SpaceX និងលោក Tim Cook ដែលជាថៅកែរបស់ Apple តើនាងគឺជានរណានៅក្នុងពិធីជប់លៀងអាហារពេលល្ងាចនៃការបំពេញទស្សនកិច្ចរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិននេះបុគ្គលដែលទាក់ទាញនៃការចាប់អារម្មណ៍បំផុតដែលអង្គុយនៅកៅអីកណ្ដាលដ៏សំខាន់ចន្លោះរវាងលោក Musk និងលោក Cook គឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា LaNxi គឺលោកស្រីចៅឈុនហ្វៃពីក្មេងស្រីធ្វើការនៅក្នុងរោងចក្រតាមជនបទម្នាក់คล้ายទៅជាស្ត្រីដែលមានទ្រព្យសម្បត្តិស្ដុកស្ដំបំផុតនៅប្រទេសចិនដោយគ្មានខ្នងបង្អែកអ្វីទាល់តែសោះសម្រាប់ពឹងផ្អែកហើយបានកសាងអ្វីៗគ្រប់យ៉ាងពីបាតដៃទទេតាមរយៈនៃការតស៊ូផ្ទាល់ខ្លួនរបស់នាងបានកើតនៅក្នុងភូមិតូចមួយនៅក្នុងខេត្តហ៊ូណាននៅអាយុ5ឆ្នាំម្ដាយរបស់នាងបានទទួលមរណភាពហើយឪពុករបស់នាងវិញបានធ្លាក់ខ្លួនជាជនពិការនិងពិការភ្នែកដោយសារតែគ្រោះថ្នាក់ការងារដែលធ្វើឲ្យគ្រួសារធ្លាក់ចូលទៅក្នុងភាពក្រីក្រលំបាកវេទនាជាទម្ងន់គ្មានទ្រព្យសម្បត្តិអ្វីជាប់នឹងខ្លួននោះបន្តិចនោះឡើយដល់វ័យ16ឆ្នាំដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសាលារៀននាងត្រូវបានបង្ខំចិត្តបោះបង់ការសិក្សាហើយធ្វើដំណើរទៅកាន់ខេត្តខ្វាំងដុងដើម្បីធ្វើការនៅក្នុងរោងចក្រមួយដោយកិនកញ្ចក់នៅតាមខ្សែសង្វាក់ផលិតកម្មនាងបានធ្វើការយ៉ាងហត់នឿយនៅពេលថ្ងៃខិតខំស្វ័យសិក្សាយ៉ាងខ្លាំងក្លានៅក្នុងពេលយប់រហូតទទួលបាននៅវិញ្ញាបនបត្រខាងផ្នែកគណនេយ្យប្រតិបត្តិការកុំព្យូទ័រនិងជំនាញផ្សេងទៀតនោះហើយជារបៀបដែលនាងបានចំណាយពេលអស់3ឆ្នាំរហូតនាងសន្សំបានប្រាក់ប្រមាណជាង 20,000 យ៉ូនពីប្រាក់ឈ្នួលរបស់នាងរួចប្រមូលផ្ដុំសាច់ញាតិបានចំនួន8នាក់រួមមានបងប្រុសបងស្រីបងថ្លៃស្រីនិងបងថ្លៃប្រុសរបស់នាងហើយបានចាប់ផ្ដើមបើករោងចក្រជាងដ៏តូចមួយនៅក្នុងទីក្រុងស៊ីនជីនធ្វើការកែច្នៃកញ្ចក់នាឡិកានាងបានចាត់ចែងការជួសជុលម៉ាស៊ីននិងការរត់ការលក់ដោយខ្លួនឯងដោយខិតខំប្រឹងប្រែងធ្វើការបែបនេះអស់រយៈពេល4ឆ្នាំទៀតឈានចូលមកដល់ទសវត្សរ៍ឆ្នាំ2000ឧស្សាហកម្មទូរស័ព្ទចល័តបានចាប់ផ្ដើមរីកចម្រើនយ៉ាងខ្លាំងនៅក្នុងកម្រិតទ្រង់ទ្រាយធំដោយសារតែសំណាងល្អរោងចក្រផលិតកញ្ចក់នាឡិការបស់នាងទទួលបានការបញ្ជាទិញសម្រាប់អេក្រង់ទូរស័ព្ទ TCL និងបានមើលឃើញអំពីសក្តានុពលដ៏ធំធេងនៅក្នុងទីផ្សារកញ្ចក់ទូរស័ព្ទហើយក៏បានបង្កើតនៅក្រុមហ៊ុន LaNxi Technology យ៉ាងលឿនដោយជំនាញខាងការផលិតនិងការស្រាវជ្រាវអភិវឌ្ឍ R&D និងការលក់កញ្ចក់ទូរស័ព្ទកាលពីដំបូងឡើយពួកគេបានចាត់ចែងតែទូរស័ព្ទនៅក្នុងស្រុកនិងទូរស័ព្ទចម្លងទូរស័ព្ទកូពីតែប៉ុណ្ណោះក៏ប៉ុន្តែអ្វីដែលគ្រប់យ៉ាងបានផ្លាស់ប្ដូរនៅពេលដែលនាងបានតាមយកការបញ្ជាទិញពីក្រុមហ៊ុន Motorola ក្រុមហ៊ុនបរទេសមានស្តង់ដារគុណភាពតឹងរ៉ឹងបំផុតនាងបានធ្វើការផ្សងព្រេងស្ទើរតែទាំងអស់នៅធនធានរបស់នាងដើម្បីបំពេញមកតម្រូវការ Motorola ហើយក៏ទទួលបាននូវការបញ្ជាទិញ Model V3 ដែលលក់បានជាងប្រមាណជា100លានគ្រឿងទូទាំងពិភពលោកដែលបានរុញច្រានក្រុមហ៊ុន LaNxi Technology ឲ្យคล้ายទៅជាការដឹកនាំឧស្សាហកម្មនេះភ្លាមៗតែម្ដងផ្ដើមពីចំណុចនោះមកនាងបានទទួលបាននូវកិច្ចព្រមព្រៀងយ៉ាងរលូនជាមួយនឹងក្រុមហ៊ុន Nokia, Samsung និងក្រុមហ៊ុនយក្សបរទេសដទៃទៀតរបត់ដ៏សំខាន់បានកើតឡើងម្ដងទៀតនៅក្នុងឆ្នាំ2007នៅពេលដែលលោកចបបានប្រកាសដាក់លក់ iPhone ដំបូងបំផុតដែលបានធ្វើបដិវត្តទូរស័ព្ទឆ្ពោះទៅរក Touch Screen ដែលធ្វើពីកញ្ចក់ទាំងស្រុងដែលអាចតម្រូវការផ្នែកសិប្បកម្មយ៉ាងម៉ត់ចត់និងឥតខ្ចោះរបស់លោកចបបានធ្វើឲ្យពិភពលោកទាំងមូលប្រជែងគ្នាស្វែងរកអ្នកផ្គត់ផ្គង់ដែលអាចបំពេញតាមតម្រូវការទាំងនោះលោកស្រីស៊ូឈុនហ្វីបានមើលឃើញយ៉ាងច្បាស់ថានេះគឺជាឱកាសដ៏ធំធេងមួយទៀតហើយដូច្នេះហើយលោកស្រីក៏បានដឹកនាំក្រុមការងាររបស់ខ្លួន
នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារយៈពេល3ខែជាមួយនឹងក្រុមហ៊ុនវិស្វកររបស់ក្រុមហ៊ុន Apple ដោយបានបង្កើតនៅរបបគំហើញថ្មីក្នុងដំណើរការសំខាន់ៗដើម្បីផលិតនៅបន្ទះកញ្ចក់ទូរស័ព្ទ iPhone ចំនួនដំបូងបំផុតជាទ្រង់ទ្រាយធំជោគជ័យនោះបានជួយឲ្យទទួលបាននៅកិច្ចសន្យារយៈពេលវែងជាមួយនឹង Apple ហើយមិនយូរប៉ុន្មានក្រោយមកឧបករណ៍របស់ Apple ស្ទើរតែទាំងអស់ចាប់តាំងពី iPad រហូតទៅដល់ MacBook ត្រូវបានបញ្ជូនផលិតទៅឲ្យក្រុមហ៊ុន Lancy Technology វាក៏បានរុញច្រានឲ្យក្រុមហ៊ុន Lancy ក្លាយទៅជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកនៅក្នុងវិស័យបន្ទះកញ្ចក់ប៉ះនោះផងដែរនោះហើយគឺជាមូលហេតុដែលលោកស្រីបានអង្គុយក្បែរលោកខុកប៉ុន្តែអ្វីបានជាលោកម៉ាស់មកអង្គុយនៅក្បែរលោកស្រីនោះផងដែរបន្ទាប់អំពីបានគ្រប់គ្រងទីផ្សារបន្ទះកញ្ចក់ជាសកលរួចមកហើយក្រុមហ៊ុន Lancy Technology ក៏បានពង្រីកនៅវិសាលភាពអាជីវកម្មរបស់ខ្លួនទៅលើឧបករណ៍ឆ្លាតវៃចម្រុះផ្សេងទៀតរួមទាំងកាប៊ីនរថយន្តនិងមនុស្សយន្តនោះផងដែរនៅក្នុងវិស័យរថយន្តពួកគេក៏បានចុះនៅកិច្ចព្រមព្រៀងជាស្រេចជាមួយនឹងក្រុមហ៊ុនផលិតរថយន្តចំនួន30រួមមានដូចជា Tesla, BMW, Mercedes, Li Auto សម្រាប់ផលិតនៅកញ្ចក់បង្អួចផ្ទាំងកញ្ចក់កណ្ដាលនិងផ្នែកផ្សេងៗជាច្រើនទៀតនៅក្នុងវិស័យមនុស្សយន្តវិញពួកគេក៏ទទួលបន្ទុកនៅការផលិតគ្រឿងបង្គុំនៃសន្លាក់ sensor និងសមាសភាពផ្សេងៗទៀតដែលជាផ្នែកដែលជាការប្រតិកលាគ្នាយ៉ាងស៊ីជម្រៅជាមួយអាជីវកម្មរបស់លោកម៉ាស់បេងស្រីម្នាក់បានបោះបង់ការសិក្សានៅអាយុ15ឆ្នាំជាមួយនឹងសញ្ញាបត្រអនុវិទ្យាល័យតែប៉ុណ្ណោះបានចាក់ចេញពីតំបន់ជនបទនៅខេត្តហ៊ូណានដើម្បីកសាងអាណាចក្រអាជីវកម្មមួយពីបាតដៃទទេបានក្លាយទៅជាស្ត្រីមានបំផុតនៅប្រទេសចិន10ឆ្នាំក្រោយមកនាងបានឈានជើងចូលទៅក្នុងកិច្ចពិភាក្សារវាងអាមេរិកនិងចិនដោយអង្គុយនៅចន្លោះលោកម៉ាស់និងលោកខូកនោះគឺជាសាច់រឿងរបស់លោកស្រីស៊ូឈុនហ្វី